ពុទ្ធិកសិក្សាហ្នឹងគឺជាសរសៃឈាមជាបេះដូងនៃព្រះពុទ្ធសាសនាអញ្ចឹងយើងចង់ឲ្យបេះដូងហ្នឹងមានកម្រិតណាមានគុណភាពបែបណាសរសៃឈាមរបស់យើងប្រកបដោយសុខភាពបែបណាគឺប្រសង់សមណសិស្សបព្វជិតទាំងអស់ត្រូវតែខិតខំប្រឹងប្រែងសិក្សារៀនសូត្រដល់សិក្សារៀនសូត្រដឹងច្បាស់ធម៌វិន័យទៅមានការគោរពបប្រតិបត្តិត្រឹមត្រូវតាមមាគ៌ាពុទ្ធសាសនានឹងរុងរឿងបានហើយណាចម្រើនរុងរឿងបានហើយខ្ញុំកណាអាត្មាសូមលើកយកឃ្លាមួយទេដើម្បីប្រកេនដែលតាក់ទងនឹងសម្ដេចព្រះមហាសមេធាធិបតីហួតតាតជាសម្ដេចព្រះសង្ឃរាជដែលបន្តពីសម្ដេចជួនណាតហើយព្រះអង្គកាលនោះលោកជាចាងវាងពុទ្ធកវិទ្យាល័យព្រះសរាមរិទ្ធបច្ចុប្បន្នលោកបានលើកខ្លឹមសារប្រៀបធៀបនឹងល្អណាស់ហើយខ្ញុំកណាជឿថាព្រះអង្គយកខ្លឹមសាររបស់សម្ដេចយកទៅប្រៀបធៀបហើយពិចារណានៅក្នុងការស្វែងយល់អំពីអត្ថន័យនឹងទៅក៏យល់អំពីថាតើហេតុអីហើយតើគុណតម្លៃនៃពុទ្ធសាសនាគុណតម្លៃនៃពុទ្ធិកសិក្សានឹងវាមានឥទ្ធិពលមានសារៈសំខាន់យ៉ាងណាខ្លះចំពោះការរួមចំណែកដល់សង្គមជាតិយើងសម្ដេចលោកប្រៀបថាព្រះមហាក្សត្រប្រៀបដូចជាផែនប្រតិពីសាលាបាលីប្រៀបដូចជារុក្ខាលតាជាតិប្រសង្ឃសមណសិស្សប្រៀបដូចជាបុប្ផាមានក្លិនក្រអូបទាយុទាយិកាពុទ្ធបរិស័ទប្រៀបដូចជាភមរៈជាតិណាគឺឃ្មុំនឹងកន្លងហ្នឹងដែលតែងតែរងចាំតែងតែស្វះស្វែងហិចហើររកផ្កាដែលល្អហើយក្រេបយកលំអងហ្នឹងដើម្បីទៅទ្រទ្រង់សារពាង្គកាយណាព្រះអង្គស្ដាប់យល់ទេណានេះគឺគុណតម្លៃនៃសាលាបាលីគុណតម្លៃនៃពុទ្ធិកសិក្សាគឺស្ថិតនៅកន្លែងហ្នឹងឥឡូវយើងពិចារណាមើលវិរាជាណាចក្រកម្ពុជារបស់យើងបានតម្កល់តម្លៃព្រះពុទ្ធសាសនានេះខ្ពស់បំផុតគឺជាសាសនារបស់រដ្ឋមានព្រះមហាក្សត្រអង្គព្រះមហាក្សត្រលោកគង់ប្រថាប់ណាមានរាជរដ្ឋាភិបាលដឹកនាំប្រទេសរបស់យើងចេញពីផេះផង់បាក់ដៃទៅទេហើយរហូតឲ្យមានវិស័យសិក្សាការអភិវឌ្ឍជាពិសេសគឺពុទ្ធិកសិក្សារបស់យើងបើកឡើងវិញតាំងពីឆ្នាំ1989ដែលបើកពុទ្ធិកបឋមសិក្សាសារជាថ្មីឡើងវិញក្រោយពេលដែលលុតបាត់បង់អស់កាលពី3ឆ្នាំ8ខែ20ថ្ងៃនោះអញ្ចឹងមានសាលាបាលីឡើងវិញហើយអញ្ចឹងប្រសំមានន័យថាសាលាបាលីទុកដូចជារុក្ខាលតាជាតិដែលតោងដែលដុះចេញពីផែនដីហ្នឹងអញ្ចឹងយើងមានសណាងកើតលើប្រទេសយើងមានសន្តិភាពមានឱកាសសមណសិស្សគ្រប់ព្រះអង្គមានសាលាពុទ្ធិកសិក្សាអញ្ចឹងឥឡូវព្រះអង្គតើអាចคล้ายទៅជាផ្កាប្រភេទណាផ្កានឹងល្អផ្កានឹងយ៉ាងម៉េចឥឡូវនេះសាលាបាលីមានហើយមាននេះរុក្ខាលតាជាតិហ្នឹងគឺសាលាបាលីអញ្ចឹងរុក្ខាលតាជាតិហ្នឹងនឹងប្រឹងបញ្ចេញផ្កាណាផ្កាគឺព្រះអង្គហ្នឹងកាលណាព្រះអង្គជាសមណសិស្សបានទទួលការសិក្សាអប់រំរៀនសូត្រទៅគឺស្គុះស្គាយគ្រប់វត្តអារាមនោះពោពេញទៅដោយប្រសំអ្នកប្រាជ្ញបញ្ញវន្តចេះដឹងទោះបីនៅជាប្រសង់ក៏ជួយដល់ការងារសាសនាបម្រើពុទ្ធសាសនាលាចាកសិក្ខាបទវិញដូចលោកប្អូនបន្តិចអញ្ចឹងឃើញអាចជួយបម្រើការងារសាសនាបានដូចគ្នាអញ្ចឹងអាហ្នឹងផ្កាហ្នឹងមានក្លិនមានកោបហើយញាតិញោមពុទ្ធបរិស័ទប្រៀបដូចជាកឡង់គាត់តែងរំពឹងមើលឧទាហរណ៍ថាគាត់ធ្វើបុណ្យសន្តានអីជាដើមហ្នឹងគាត់សន្លឹងមើលតើប្រសង់វត្តណាមានសិលមានត្រៃសិក្ខាមានការគោរពបដិបត្តិល្អគាត់នាំគ្នាទៅធ្វើបុណ្យសន្តាននៅវត្តនៅកន្លែងហ្នឹងអញ្ចឹងណាអញ្ចឹងនេះកន្លែងហ្នឹងឲ្យដែលត្រូវការឲ្យ
មានការចូលរួមពីបច្ចាអធិការពីព្រះអនុគុណព្រះមេគុណទាំងអស់ដើម្បីធ្វើយ៉ាងម៉េចដើម្បីបដិការរបស់យើងគឺព្រះសង្ឃនេះដាក់នៅធនធាននៅចំណេះដឹងប្រកេនលោកឲ្យមានចំណេះឲ្យមានជំនាញមានអភិសមាចារដើម្បីឲ្យខ្វាយទៅជាស្រែបុណ្យជាស្រែបុណ្យដ៏ល្អសម្រាប់ទាយុទាយិកាដែលគាត់ប្រៀបដូចជាឃ្មុំកឡង់ដែលតែងទៅបំពេញបុណ្យបំពេញកុសលនៅវត្តអារាមដែលមានប្រសង់ល្អដែលមានប្រសង់ជាអ្នកប្រាជ្ញជាបញ្ញវន្តនឹងឯងណាបងអញ្ចឹងដើម្បីបរឹងឈានទៅដល់កន្លែងហ្នឹងបានគឺត្រូវការចេញពីការអប់រំការបដោះបដាលនៅធនធានប្រសង់នេះឯងណាបើគ្មានការអភិវឌ្ឍវិស័យពុទ្ធិកសិក្សាទេកុំសង្ឃឹមថាពុទ្ធសាសនារបស់យើងបានរីកចម្រើនទៅមុខពីព្រោះនឹងជាសច្ចភាពជាក់ស្ដែងក្នុងអាណាចក្រក៏ចឹងដែរដើម្បីអភិវឌ្ឍប្រទេសជាតិវាត្រូវការធនធានមនុស្សត្រូវការអ្នកប្រាជ្ញត្រូវការអ្នកចេះដឹងមានតែសម័យខ្មែរក្រហមទេដែលយកមនុស្សល្ងងទៅដឹកនាំហើយដល់តែដឹកនាំទៅបំផ្លាញលុតលាយអស់លីងអញ្ចឹងហើយតំណឹងហើយដែលយើងមានភាពចាំបាច់ណាស់សម្រាប់ដែលសម្ដេចព្រះមហាសមេធាធិបតីសម្ដេចគ្រប់ព្រះអង្គទាំងអស់ហ្នឹងហើយជាពិសេសសម័យនេះគឺសម័យបច្ចេកវិទ្យាសម័យ digital សម័យជឿនលឿនប្រសង់យើងអត់អាចនៅល្ងងជាងញាតិញោមពុទ្ធបរិស័ទដែលគាត់មានការងារមានភារកិច្ចច្រើនទេពីព្រោះគាត់មានការងារអ្នកគ្រប់គ្រងផ្ទះយើងសិក្សាទៅក្នុងធម៌វិន័យរបស់យើងវាមានអគារិយវិន័យអនាគារិយវិន័យអ្នកគ្រប់គ្រងផ្ទះអ្នកមិនគ្រប់គ្រងផ្ទះគឺប្រសង់យើងហ្នឹងអញ្ចឹងយើងមានការសិក្សារៀនសូត្រមានការបប្រតិបត្តិឲ្យដឹកនាំពុទ្ធបរិស័ទបង្ហាញផ្លូវណាគួរធ្វើផ្លូវណាមិនគួរធ្វើទាំងអស់នេះអញ្ចឹងគឺជាភាពចាំបាច់កន្លែងហ្នឹងមួយខ្ញុំណាសង្ឃឹមថាកណាលោកម្ចាស់ក្នុងនាមជាសាមណសិស្សគ្រប់ព្រះអង្គនេះដែលជាតពាំងស្នងរស័យសុទ្ធតែវ័យកំពុងតែសិក្សារៀនសូត្រទាំងអស់បំបញ្ញមិញព្រះមេគុណបានមកសឹកប្រាប់ហើយថានៅទីនេះមានតាំងពីសាលាពុទ្ធកបឋមសិក្សាមានតាំងពុទ្ធកអនុវិទ្យាល័យមានទាំងវិទ្យាល័យអញ្ចឹងបើគង់នៅកន្លែងហ្នឹងតែមួយកន្លែងហ្នឹងគឺគ្រប់ទាំងអស់អត់បាច់ហត់ប្របាក់ទៅរកកន្លែងណាទៀតហើយញាតិញោមពុទ្ធបរិស័ទឯកឧត្តមអភិបាលគឺថាគ្រប់ការងារពុទ្ធសាសនាទាំងអស់តែងតែចូលរួមដើម្បីជួយទ្រទ្រង់ព្រះអង្គហ្នឹងដើម្បីធ្វើយ៉ាងម៉េចឲ្យដំណើរការសិក្សារៀនសូត្រពិតហើយថាការសិក្សារៀនសូត្រវាតែងតែជួបឧបសគ្គតែងតែជួបការលំបាកផ្សេងប៉ុន្តែខ្ញុំកណាខ្ញុំអាត្មាភាពយល់ថាបើប្រៀបធៀបចំនួនខ្ញុំកណាក្តីចំនួនប្រមេគុណក្តីចំនួនប្រធេរៈអង្គមុនដែលយើងទំចេញពីសម័យខ្មែរក្រហមបែកហើយនឹងមិនលំបាកដូចសម័យនោះទេណាសម័យនោះគឺលំបាកណាស់សម័យព្រះអង្គបច្ចុប្បន្ននេះបើលំបាកថាអត់ថវិកាបង់ទឹកបង់ភ្លើងអីឬមួយក៏អត់ថវិកាសម្រាប់ដូចសម័យមុនថារៀនអនឡាញរៀនអីថាចង់រកទូរស័ព្ទរកអីវាប្រើទៅនៅបើសម័យមុនវាអត់ទឹកនៅក្នុងពេញនឹងទៀតផងអត់ភ្លើងនៅពេញទៀតផងមិនប្របាក់ទៅរកលុយបង់អីខ្ញុំកណាចូលភ្នំពេញឆ្នាំ93មិនទាន់មានភ្លើងគ្រប់គ្រាន់ទេ93ហើយនឹងនៅភ្លើងប្រើមកខាងលើអញ្ចឹងទៅតខ្សែពីលើមកខាងក្រោមបុកដីឡើយនៅពេញហ្នឹងហើយចុះបើអញ្ចឹងយ៉ាងម៉េចលំបាកយ៉ាងម៉េចណាលំបាកយ៉ាងម៉េចបើព្រះអង្គឥឡូវភ្លើងទឹកអីមានទាំងអស់សាលាមានហើយរៀនគ្រប់ឆ្នាំទាំងអស់នេះទៅត្រៀមព្រះអង្គលោកលើកទឹកចិត្តខ្ពស់ណាជំនាន់មុនអត់មានអញ្ចឹងទេហើយបើប្រៀបធៀបជំនាន់ដូនតាជំនាន់អ្នកមុនហត់តែលំបាកជាងនឹងទៀតណានៅរៀនបាននៅតស៊ូបានរៀនคลายទៅជាអ្នកប្រាជ្ញប្រែកពីបត្រៃបៃដកទុកឲ្យយើងរៀនសពថ្ងៃនេះជំនាន់មុនលំបាកហើយនៅធ្វើបានជំនាន់យើងសពថ្ងៃនេះលំបាកខ្ញុំកណាទទួលស្គាល់ថាលំបាកទទួលស្គាល់ថាខ្វះខាតព្រោះយើងទាំងអស់គ្នាសុទ្ធតែចេញពីតកូលអ្នកក្រីក្រកំសត់ទុរគតមកពីស្រុកស្រែចម្ការដូចគ្នាទាំងអស់ហ្នឹងណាអត់មានពីណានេះជាងពីណាទេហើយដែលពិសេសនេះពុទ្ធសាសនានៅកម្ពុជាយើងស្មើគ្នាទាំងអស់ស្មើយ៉ាងម៉េចពីសាសនាណាទាំងអស់ហ្នឹងគឺថា
khỏi bị mai có hóm cứ cao khỏi ngay phần mẹ ra nó group sasna đó buộc mai hóm lấy ở hai nước miền sasna của Phật miền sasna Islam miền sasna hay bị chia porot nó cứ smart phim này nó rồi bị mai hóm nó miền Nam miền Trung Việt Nam đấy phần này coi máu cứ Australia khát khom prang prai nữa này nãy cái khom prang từ miền Bồn của sao chui cụp sao mới đấy chứ thơ cái cái chụp chơi rồi xì miền Ba này tam tận nào tới tận năng cứ bị chạm pi cam phol đại miền được nông Phật sát na bao nhiêu nữa đại bộ ông cục ông miền tôi này ti sắc xa điên sốt phai nhôn pi tua sanh tầng ông năng hái bom phư đặc nòm phơi đòn Phật bỏ sát nó cũng ai còn miền tua sanh khó cũng ai còn miền cà nhôn khó hay chỉ đào năng chẳng bằng lừa bộ ông ai nè cục bộ ông nữa chỉ nẹt bờ to ven chỉ nẹt thay đã xa của Phật sát na cây và bờ thò vây vây để đôn ta bỏ dương không đã xa tục không và soi tục màu nắng đầm bay ấy bàn thật thề cùng vùng chủng rạn rung rướng to từ tiên đầm bay thay đã xa rồi bỏ từ năng ban to tay bỏ ống hòm răng prai sắc xa điên sốt ở miền trên này đằng từ năng ba này cái này sừng khâm tha nam nắng miền sạ mà nạ sơ bỏ dương vì ní từ lược piên nâu cả kia đi cả than Phật cả sắc xa này chùm niên phía xa và lấy sang giấc rận chỉ trong coi ní xôm và kênh po chấm pua bè tệp giật tha bè mê côn khai cặp bông thôm và kênh po chấm pua bè chia cái nạ pram trai sang đại bàn niệm môn mộc chia mùi nhung cả na nửa ngày ní và kênh po chấm pua bè kêu nụ côn và chào vật ca và thề ra nụ thề ra group ông đặng o chun po ai đom a phí ba này cái nạ ba khai cặp bông thôm ai đom lục chấm tiêu nhiệt nhung Phật bò sát đặng o xong mọi bàn xongประกอบ ជួបប្រទេសដោយពុទ្ធមង្គលពរទាំងឡាយ4ប្រការគឺអាយុវណ្ណៈសុខៈពលៈគ្រប់កាលទាំងពួង